ប្រហែលយើងទៅចេញទៅថៃដែលថាចេញទៅថៃហ្នឹងគឺថាយើងជូនទៅឆ្លងទៅប្រទេសទី3យើងឆ្លងទៅប្រទេសទី3ដល់កាត់ភ្នំដងរែកភ្នំស្មាច់អាណាខ្លះដាច់ជួងបើខ្លះធ្លាក់ជ្រោះមកបាទចាហ្នឹងសម្រាប់ថែមទៅបងស្រីខ្ញុំក៏គាត់ទៅដែរអូនចូលសម័យ83ណាអូនឆាហ្នឹងចាម៉ៃមកហ្នឹងចូលម៉ាហ្នឹងគល់កបាច់ទៅចូលច្បាស់ព្រោះអីយើងទៅក5ហ្នឹងមកក5ហ្នឹងផុតហើយ5ហ្នឹងទូទាបប្រទេសចាថ្ងៃទៅចូលក៏គេតែងតាំងទូទាបប្រទេសតាំងពីគុំចាគុំស្អីហ្នឹងឯងមកដកហ្នឹងតើកូនទូទាបប្រទេសខ្ញុំខ្ញុំកើតកូនខ្ញុំបាន7ថ្ងៃប្តីខ្ញុំគេឲ្យទៅក5ទៅតម្រៃគាត់ស្អីនេះយើងសម័យយើងហៅនំ75ដើមនេះហូម75ដើមទៅនេះតែតាមកាប់ពិតអាខ្ញុំ150ហ្នឹងផ្ដាំមិនមែន150ទេគេហៅជ្រោយស្នាភ្នំជ្រោយស្នាដល់មិនគេហៅភ្នំតង៉ែតក្រៀមភ្នំវែងភ្នំកុយហើយដល់មកទៅទឹកភ្នំ150នេះគេហៅភ្នំជ្រោយស្នាតែដល់សម្ដែងមកគេហៅ150ហ្នឹងយើងចង់អញ្ចឹងកាលមុនអាងទឹកពីងពួយហ្នឹងកាលមុនហ្នឹងដីស្រែទេដីអត់មានដីស្រែទេគឺដីលហោឋានបដ ாய் អត់មានធ្វើស្រែដែរទេអត់មានធ្វើស្រែទេអត់មានធ្វើស្រែទឹកផ្លូវទឹករត់បដ ாய் បើយើងចង់និយាយថាទឹកជន់មកគឺដីនៅនឹងហើយតែមានដើមឈើច្រើនមានព្រៃមានអីអញ្ចឹងដីនៅហ្នឹងមិនមែនប្រជាពលរដ្ឋមានដីធ្វើស្រែជាកាយទេទឹកតក្រៀមអូពងមាន់ដៃអាវហ្នឹងទេអញ្ចឹងអត់មានធ្វើស្រែជាកាយអីទេអត់មានទេធ្វើតែខាងខ្ញុំចង់និយាយថានៅលើអាងទឹកពីងពួយហ្នឹងណាចាអត់មានស្រែទេអញ្ចឹងដីសុទ្ធដីព្រៃសុទ្ធដីព្រៃដីលហោឋានដីដើមត្រែកដោះដីអីទេអត់មានដីស្រែទេចុះមិនប្រជាជនខ្លះថាដីរបស់គាត់ដីគាត់ប្រហែលដីគាត់ពេលនេះក្រោយដែលពី79ហើយដីបាយទេគាត់ចាក់ទៅនៅតាមជើងទៅនោះជើងអីហ្នឹងទេអ្នកដែលគេនិយាយគេថាកាលមិនតន់ខ្លាយទៅជាអាងទឹកពីងពួយគឺជាដីស្រែរបស់គាត់មានប្រមាណហិតគាត់និយាយខ្ញុំជឿអត់មានទេខ្ញុំទៅលើកទៅនៅកំពីពួយតាំងពីមួយចប់ដំបងអូចាច្បាស់ហ្មងណាខ្ញុំដេកពេលដែលឡានអាឡានទ្រុងយើងដឹកយើងច្រឡាប់យើងយកទៅដឹកទៅដល់គេដាក់ចុះយប់ឡើងដេកទៅសូទៅចោលូហើយនឹងក្លេកមើលទៅចាស់គេដុតភ្លើងត្រែកដុតគល់ឈើមើលទៅអាណយអាខំខ្លួនណាដេកស្រក់ទឹកភ្នែកថាអូខ្លួនកំសត់អីម្លេះខ្ញុំប្រាប់តាំងពីមួយចប់ដំបងកុំអ្នកណាក៏ហក់ថាទំនុកកំពីពួយមិនគឺតែខ្ញុំស្ដាប់ព័ត៌មានកន្លែងទាំងអស់កុំជឿអ្នកឯងនិយាយយូរមកយូរអត់នេះទេយកមកញូអឹមទៀតចាដល់សារគេហៅអាងកំពីពួយសងៃហ្នឹងមកដល់សារតាវាហ្នឹងវាដល់កំពីពួយច្រើនបានគេហៅមែនទេរុំកំពីពួយទាំងអាងហ្នឹងវាទាល់ទៅដល់ភ្នំកំពីពួយជ្រោយស្នាហ្នឹងអាភ្នំមកអីគេ150ថ្ងៃនេះឯងបាទចាហើយអាភ្នំជ្រោយស្នាហ្នឹងគេហៅស្រុកភ្នំសំពៅក្រោមបាទខាងមិត្តចាស់ខាងគេដល់ខាងអីស្រាគេហៅអីខាងពូខាងបដាក់ខាងអីគេមកលើកខាងបដាក់ខាងព្រៃខាងអីលើកឯងបើខាងពីសំណងនេះទៅដល់អាខាងសំណងទៅហើយអានឹងពួងស្រុកភ្នំសំពៅលើបាទហើយស្រុកភ្នំសំពៅលើនោះវាមាន7ឃុំតែគេថាស្រុកភ្នំសំពៅលើមាន7ឃុំសំពៅអូដំបងស្នងវត្តគួជ្រៃអូតគី7នៅចាអានេះស្រុកភ្នំសំពៅលើបាទហីម្ដងទៀតបាទអត់យល់ណាចាំស្រាប់តាមខ្ញុំនិយាយស្រុកភ្នំសំពៅសហការ7ឃុំសំពៅវត្តគួស្នងជ្រៃអូម៉ាល់អូតគីមួយទៀតនៅបាត់មើលស្រុកភ្នំសំពៅស្នងអូម៉ាល់ម៉ែឆប់បាយណាវត្តគួ4អូតគី5អូតំបងរត់នៅអូតំបងនៅអូតំបង6នៅមួយទៀតកុហតអត់ទេណែមិនហេភ្នំសំពៅអូម៉ាល់អូម៉ាល់ចា7ឃុំចាគេហៅស្រុកភ្នំសំពៅសហការ7ឃុំសំពៅវត្តគួស្នងអូម៉ាល់ជ្រៃអូតគីគេដាក់ចម្រៀងអញ្ចឹងហើយស្រុកភ្នំសំពៅក្រោមមានខាងបឹងប្រៃមានខាងស្អីគេទេខ្ញុំមិនដឹងអានឹងខាងមិត្តចាស់វាភ្លេចហើយវាយូរដែរហើយណាប៉ុន្តែលើកអត់គ្រប់ផែនការទេគាត់មិត្តចាស់វាអត់ឲ្យយូរទៅយើងអ្នកថ្មីឯងយើងអត់គ្រប់ផែនការគេស្លាប់ចោលហើយនៅឃុំខ្ញុំហ្នឹងមានផ្ទះបាញ់ស្លាប់ម្នាក់ក្មេងហ្នឹងទឹកម្រេចដីឡើងមកពីលើដៅផ្ទះបាញ់ពាក់អាមុខស្លាប់ថ្នោតជ្រៀកយ៉ាងម៉េចតាមម៉េច
សម័យប៉ុលពត អានឹងឃើញផ្ទាល់ភ្នែកហ្មងទាំង ឃើ បា ញ ញ់ចំ គាត់ភ្នែកគឺខំខ្ញុំរបស់ខ្ញុំណែក្មេងអាយុប្រហែលជា6 7ឆ្នាំបាញ់ទៅកាប់មុខទៅហ៊ីនឹងនេះណាតែគេកប់នឹងបាត់តនុកឯងគេកប់នឹងបាត់តនុកក្នុងសពៅនឹងឯងតែច្បាស់ លោកឯណាទៀត កម្ពស់15ម៉ែត្របាន70ម៉ែត្រខ្នងលើ35ម៉ែត្រតនុកតែកន្លែងខ្លះក៏អត់ទាន់បានត80%កន្លែងខ្លះបានតែ50%ទេតែលើ ប៉ុន្តែឥឡូវនេះបច្ចុប្បន្នអាំងទឹកពីងពួយមានទំហំប៉ុន្មាន ខ្ញុំអត់ស្គាល់អត់ដឹងទេទំហំវាប៉ុន្តែខ្ញុំថាបាត់ទំនប់កម្ពស់ហើយនឹងព្រោះអីយើងជីមានកញ្ជ្រោងខ្លះ20ម៉ែត្រចុះទៅក្រោមកន្លែងខ្លះជាង10ម៉ែត្រចម្ងាយទៅអញ្ចេះប្រហែលជាជាង10ម៉ែត្រទៅ20ម៉ែត្រចាប់ពីជើងទេទៅ អូអានឹងយើងនិយាយតែក្នុងឃុំយើងហី ទូចាស់នំតែមកឃុំយើង យល់យល់ ចាតែបើទំហំរបស់យើងអត់ដឹងទេហើយឃុំដែលប្រកួតបណ្ណាំងគេខ្លាំងជាងគេគឺស្នឹងអូម៉ាល់ហើយនឹងជ្រៃអូទៅតាពីគឺស្លាប់បងគឺថាផែនការបដិគ្នាចង់គ្រប់ហើយអាក្បាលសំណង់យើងទី1សប្ងៃឯងយើងឆ្ងល់ថាឆ្នាំទី1យើងលើកដៃហើយហេតុអីយើងទៅជីឆ្នាំទី2ស្រុតដៃវាទៅខាងណាស្រុតដល់ពេលអញ្ចឹងនឹកគ្នាយកកង់ពិសេសទៅមកឃុំយកទៅ20ឬក៏មកកង់តូចយក30លានទៅដើម្បីទុកស្កាត់នឹងអាការស្រុតហ្នឹងឯងប៉ុន្តែបុកឈើក្រោកច្រើនណាបុកគ្រឹះឈើនេះឈើពីដៃចេះសលីកិនបានទុកអាសំណង់គាត់ អូ បាទរឿងអីផ្សេងៗទៀតយើងអត់បានដឹងទេក៏គឺលឺទៅចាស់ចាស់ថាអានេះ